នេះជារបៀបកាប់រូបចាក់ទុកសម្រាប់លាបបារតនិងកាវនេះយើងកាប់មួយចំហៀងពីក្របសិនដើម្បីទាញកុំឲ្យវាទាញទៅវាលបើកក្របកាប់វិញចឹងយើងទាញ4ជ្រុងឲ្យស្មើគ្នាហើយណាយើងស្រេ4ជ្រុងឲ្យស្មើហើយក្តារពីតិចតួចកុំអីដែរព្រោះក្តារនេះយើងកាត់ចោលវិញទេហ្នឹងហើយយើងកាប់ដេញវាមួយមកហ្នឹងហើយចឹងកាប់អាមួយចំហៀងហ្នឹងឲ្យមើលតើឃើញត្រង់ភ្លឹងសិនចឹងដល់ពេលយើងកាប់វារួចហើយយើងក៏មកទាញមួយចំហៀងទៀតដើម្បីឲ្យតឹងស្អាតពេលយើងលាបបារតពេលយើងដាក់ចូលស៊ុំទៅគឺឃើញស្អាតស្មើគ្នាតែម្ដងហ្នឹងហើយនេះយើងទាញចឹងទៅយើងទាញចំហៀងហើយយើងទាញចំហៀងទៀតចឹងយើងកាប់ខាងលើកាប់ខាងក្រោមតាមពិតយើងកាប់ចោះ5ហ៊ុនក៏បានដែរយើងអត់ទាន់កាប់ឲ្យញឹកស្មិញតែហ្មងក៏បានដែរយើងទាញទាំងសងខាងឲ្យមើលទៅឃើញស្អាតហើយចាំយើងកាប់ដេរវាឲ្យជាប់គ្នាស្អាតដាច់តែហ្មងបាទរូបនេះរូបព្រះពុទ្ធទ្រង់ប្រសូតហ្នឹងហើយដើរបាន7ជំហានបាទហ្នឹងហើយយើងកាប់ឲ្យស្អាតជុំវិញទាំងអស់ហើយយើងដេរបន្ថែមតិចទៀតទៅឲ្យឃើញស្អាតតែម្ដងហ្នឹងហើយចឹងវាអត់មានអីពិបាកទេការរៀនកាប់ពីមុនគឺខ្ញុំប្រើពុម្ពដើម្បីទាញប៉ុន្តែឥឡូវយើងមិនប្រើពុម្ពស្រាប់ច្រើនហើយយើងរុះខ្នងហ្នឹងហើយឲ្យស្អាតទៅកុំឲ្យមុតដៃបាទនឹងអរគុណច្រើនសម្រាប់ការទស្សនាបាទរូបព្រះពុទ្ធប្រសូតបាទអរគុណ